ប្រជុំកំពូលកម្ពុជាឡាវវៀតណាម CLV លើកទី9ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាបមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង3ទៅបានបិទបញ្ចប់នាពេលថ្មីនេះកិច្ចប្រជុំកំពូលលើកទី9នេះបានធ្វើការពិភាក្សានិងពិនិត្យលើបញ្ហាសំខាន់ៗក៏ដូចជាគម្រោងអាទិភាពជាច្រើនដែលស្នើឡើងដោយប្រទេសទាំង3ដើម្បីអនុវត្តរួមគ្នានៅក្នុងពេលអនាគតក្នុងទិសដៅអភិវឌ្ឍតំបន់ត្រីកោណវាគ្មិនពិសេសនៅក្នុងកម្មវិធីកិច្ចពិភាក្សារបស់យើងក្នុងសប្តាហ៍នេះគឺអាយដាមប៉ាល់សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាយដាមនឹងធ្វើការបកស្រាយជុំវិញលទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាមលើកទី9ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍នេះជំរាបសួរស្វាគមន៍មកកាន់កម្មវិធីទំនើបភាវូពាណិជ្ជកម្មខ្មែរនៅក្នុងសប្តាហ៍នេះកម្មវិធីយើងនឹងធ្វើកិច្ចសម្ភាសន៍ពិសេសស្ដីអំពីកិច្ចប្រជុំកំពូល CLV លើកទី9ដែលស្ដីអំពីតំបន់ត្រីកោណអភិវឌ្ឍន៍វាគ្មិនដ៏សំខាន់នៅក្នុងសប្តាហ៍នេះជួបជាមួយនឹងឯកឧត្តមប៉ានសូរៈស័ក្តិឯកឧត្តមគឺជារដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មចា៎ជំរាបសួរឯកឧត្តមសូមអរគុណចំពោះការផ្ដល់វត្តមាននៅក្នុងកិច្ចសម្ភាសន៍ដ៏សំខាន់នេះឯកឧត្តមនៅក្នុងពេលថ្មីនេះប្រទេសកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី9ដែលស្ដីអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ក្នុងនោះមានកិច្ចប្រជុំពាក់ព័ន្ធសំខាន់ចំនួន2គឺកិច្ចប្រជុំឧត្តមមន្ត្រីនិងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះដែលដឹកនាំដោយឯកឧត្តមផ្ទាល់អាដាមតើអ្វីទៅជាលទ្ធផលនៃកិច្ចប្រជុំនេះអាដាមអាចជម្រាបបានដែរទេបាទខ្ញុំសូមអរគុណហើយខ្ញុំសូមអរគុណនិងជម្រាបជូននៅលទ្ធផលដែលមកពីការប្រជុំឧត្តមមន្ត្រីកម្ពុជាឡាវនិងវៀតណាមនិងកិច្ចប្រជុំគណៈកម្មការសម្រាប់សម្រួលចម្រុះកម្ពុជាឡាវវៀតណាមនៅខេត្តសៀមរាបដែលប្រព្រឹត្តទៅនៅអាទិត្យមុនបាទដែលមានថ្នាក់ដឹកនាំកំពូលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីឡាវនិងវៀតណាមចូលរួមបាទអង្គប្រជុំបានកោតសរសើរដល់ការចូលរួមយ៉ាងសកម្មរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធព្រមទាំងអាជ្ញាធរទាំងខេត្តនានាជាពិសេសខេត្តនៅតំបន់ត្រីកោណនោះនឹងបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលប្រទេសកម្ពុជាឡាវនិងវៀតណាមសម្រាប់បានក្នុងការអនុវត្តផែនការមេកែសម្រួលបាទអង្គប្រជុំបានសាទរដែរក្នុងចំពោះនៅលទ្ធផលនៃសន្និសីទលើកទី9នៃការជំរុញពាណិជ្ជកម្មវិនិយោគនិងទេសចរដែលបានធ្វើកាលពីចុងឆ្នាំ2015ដែលបានរៀបចំនៅខេត្តចម្ប៉ាសាក់ប្រទេសឡាវហើយព្រមទាំងបានលើកទឹកចិត្តឲ្យរៀបចំព្រឹត្តិការណ៍ស្រដៀងនេះនៅតាមបណ្ដាខេត្តជាប់ព្រំប្រទល់នៃប្រទេសទាំង3ដើម្បីជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយក្នុងចំណោមសហគមន៍ធុរជននៅតាមបណ្ដាខេត្តបាទស្ថិតនៅក្នុងតំបន់ត្រីកោណបន្ថែមនេះទៀតអង្គប្រជុំក៏ទទួលស្គាល់លើសមិទ្ធផលការងារនានាដែលបានសម្រេចបានដោយយុវជនបាទប្រទេសយើងជាប្រទេសមានយុវជនច្រើនប្រទេសទាំង3បាទយុវជនក្នុងប្រទេសកម្ពុជាឡាវវៀតណាមហើយបានណែនាំដល់អនុគណៈកម្មការទាំងអស់ឲ្យដាក់បញ្ចូលកម្មវិធីសកម្មភាពជាក់លាក់បាទរបស់យុវជនសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍នេះនៅក្នុងវិវៈនៃកិច្ចប្រជុំកម្ពុជាឡាវវៀតណាមលើកក្រោយបាទបន្ថែមនេះទៀតអង្គប្រជុំបានអរគុណដល់ក្រុមការងារទាំងអស់បាទដែលបានបញ្ចប់ខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីការជំរុញនិងសម្រួលពាណិជ្ជកម្មបាទតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវនិងវៀតណាមសម្រាប់ចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាមលើកទី9ដែលនឹងចុះហត្ថលេខាដល់ខ្ញុំផ្ទាល់បាទនៅក្នុងចំពោះមុខសម្ដេចតេជោនិងឯកឧត្តមនាយករដ្ឋមន្ត្រីទាំងពីររូបបាទអង្គប្រជុំបានបន្តជំរុញកិច្ចប្រតិបត្តិការលើវិស័យដោះមីនដែរបាទនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានការជំនួយជនពិការថែទាំសុខភាពក្នុងគ្រាអាសន្ននិងគ្រោះមហន្តរាយនានាសម្រាប់ផ្ដល់សុវត្ថិភាពដល់សាធារណជនទូទៅព្រមទាំងស្វាគមន៍ដល់ប្រទេសជប៉ុនក៏ដូចជាដៃគូអភិវឌ្ឍន៍នានាដែលចង់ផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍប្រទេសក្នុងតំបន់មេគង្គយើងនេះរួមទាំងតំបន់ត្រីកោណកម្ពុជាឡាវនិងវៀតណាម
trong một chóp ôngประชุมក៏គ្រប់គ្រងនៅគម្រោងអធិភាពទាំង15បាទទាំង3ប្រទេសនោះវា15បាទស្នើដល់ប្រទេសទាំង3ស្នើក្នុងកិច្ចប្រជុំកំពូលកម្ពុជាឡាវនិងវៀតណាមលើកទី9នឹងបានទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំទៅលើគេហទំព័រកម្ពុជាឡាវនិងវៀតណាមដោយប្រទេសទាំង3បាទចាអរគុណច្រើនឯកឧត្តមចំពោះការបកស្រាយនៅសំណួរទី1ឯកឧត្តមតើកិច្ចប្រជុំទាំងអស់នេះអ្វីទៅដែលផ្ដល់ប្រយោជន៍និងជាចំណុចសំខាន់ដល់ក្រសួងពាណិជ្ជកម្មផ្ទាល់លទ្ធផលដែលការចាត់ទុកជាជោគជ័យសម្រាប់វិស័យពាណិជ្ជកម្មនិងក្រសួងពាណិជ្ជកម្មយើងគឺការសម្រេចបាននៅកិច្ចព្រមព្រៀងរួមគ្នាស្ដីពីការជំរុញនិងសម្រួលពាណិជ្ជកម្មសម្រាប់តំបន់ត្រីកោណអភិវឌ្ឍត្រីកោណយើងជាកម្ពុជាឡាវនិងវៀតណាមនេះបាទនេះជាកិច្ចប្រជុំវែងអន្លាយដែរប៉ុន្តែចុងបញ្ចប់យើងបានសម្រេចជាជោគជ័យហើយកិច្ចព្រមព្រៀងនេះក៏បានធ្វើឡើងដោយរវាងក្រសួងពាណិជ្ជកម្មកម្ពុជាក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវនិងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមដែលត្រូវបានចុះហត្ថលេខាដោយរូបខ្ញុំដែលខ្ញុំបានមានយោបល់ពីមុនហ្នឹងរួមជាមួយសមាភាគីរដ្ឋមន្ត្រីឡាវនិងវៀតណាមនៅកិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាមលើកទី9នេះនៅជាសាក្សីគឺថ្នាក់ដឹកនាំកំពូលទាំង3កម្ពុជាឡាវវៀតណាមតាមរយៈការអនុវត្តកិច្ចព្រមព្រៀងនេះនឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅក្នុងតំបន់ត្រីកោណបន្ថែមទៀតដែលបច្ចុប្បន្នខ្ញុំសូមជម្រាបថាមានសន្ទុះកើនឡើងជារៀងរាល់ឆ្នាំសូមជម្រាបថានៅឆ្នាំទី2015នេះទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជាឡាវនឹងមានចំនួន25កដសញ្ញា6លានដុល្លារអាមេរិកគឺមានកំណើន27កដសញ្ញា3%បើប្រៀបធៀបនឹងឆ្នាំ2014ដែលមានទឹកប្រាក់តែចំនួន6កដសញ្ញា8លានដុល្លារអាមេរិកប៉ុណ្ណេះទន្ទឹមនេះដែរទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមមានចំនួន1113លានដុល្លារគឺមានកំណើន15%បើប្រៀបធៀបនឹងឆ្នាំ2014ដែលមានទឹកប្រាក់សរុបតែ967លានដុល្លារប៉ុណ្ណេះលើពីនេះទៀតការកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មក៏នឹងក្លាយជាឧបករណ៍សម្រាប់ទាក់ទាញវិនិយោគិនទាំង3ប្រទេសឲ្យចូលមកបណ្ដាក់ទុននៅក្នុងបណ្ដាខេត្តនានានៃតំបន់អត្រីកោណគឺថាក្នុងវិនិយោគិននៅ3ប្រទេសវិនិយោគិនដែលក្រៅប្រទេសបាទអន្តរជាតិនៅក្នុងតំបន់ដែរបាទចាអាដាមតេតិនទៅនឹងអ្វីដែលអាដាមបានបកស្រាយអំបញ្ញមិញហ្នឹងតេតិនទៅនឹងយើងមាន3ប្រទេសទៅលើ5ចំណុចខាងខ្ញុំ5ចំណុចហ្នឹង5ចំណុចអីគេដែរខាងខ្ញុំដូចជាអត់សូវច្បាស់បាទខ្ញុំសូមជម្រាបថាកិច្ចព្រមព្រៀងការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណនេះចែកជា6ជំពូកបាទ5ចំណុចដែលមានមេត្រាសរុប24ដែលផ្ដោតសំខាន់ទៅលើកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនៅទី1បាទការបង្កើតបរិយាកាសធុរកិច្ចឲ្យស្និទ្ធស្នាលជាងមុនបាទការបង្កលក្ខណៈងាយស្រួលដល់ការចល័តទំនិញបាទយានជំនិះនិងការធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងតំបន់ត្រីកោណឡាវកម្ពុជានិងវៀតណាមបាទនេះជា5ចំណុចលើសពីនេះទៀតកិច្ចព្រមព្រៀងក៏មានការចែងពីការបង្កើតលក្ខខណ្ឌដើម្បីទាក់ទាញដើម្បីលើកទឹកចិត្តដល់ធ្វើពាណិជ្ជកម្មនិងវិនិយោគនៅក្នុងតំបន់ត្រីកោណផងដែរចាជាធម្មតារវាង3ភាគីតាមអ្វីដែលខ្ញុំទទួលបានដំណឹងមកគឺតែងតែមានបញ្ហាប្រឈមហើយតេតិនទៅនឹងកង្វះថវិកានៅក្នុងការអនុវត្តទាំងអស់នេះតើវាជាបញ្ហាប្រឈមមួយសម្រាប់ស្ថាប័នដែរទេបាទតែពិតទៅយើងដឹងហើយថាប្រទេសយើងនេះគឺជាប្រទេសក្នុងចំណោមកម្ពុជាឡាវវៀតណាមប្រទេសពីរដែលគេជាប្រទេសអភិវឌ្ឍតិចតួចប្រទេសវៀតណាមជាប្រទេសកំពុងអភិវឌ្ឍដូច្នេះថវិកាជាបញ្ហាប្រឈមបាទដូច្នេះហើយបានយើងមានការថ្លែងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាមលើកទី8ដែលបានរៀបចំឡើងតាំងពីឆ្នាំ2014នៅទីក្រុងវៀងចាន់ប្រទេសឡាវក៏ដូចជាកិច្ចប្រជុំលើកទី9នេះនៅក្រុងសៀមរាបយើងកំពុងតែស្វែងរកដៃគូអភិវឌ្ឍបាទនៅក្នុងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានបំណងសហការនឹងចូលរួមអភិវឌ្ឍនៅតំបន់ត្រីកោណនេះបាទ
ដូចបានខ្ញុំបានជម្រាបហើយគឺមានប្រទេសជប៉ុនដែលបានឈានមុខក្នុងនឹងធនាគារអភិវឌ្ឍអាស៊ីបាទអាស៊ីហ្នឹងដែលលោកបានមកជួយជំរុញផ្ដល់នៅថវិកាដើម្បីជំរុញនៅការអភិវឌ្ឍនៅតំបន់ត្រីកោណប៉ុន្តែយើងត្រូវការនៅជំនួយច្រើនទៀតបាទដោយសារប្រទេសយើងទាំង3ហ្នឹងមិនទាន់មានថវិកាគ្រប់គ្រាន់នឹងអភិវឌ្ឍតំបន់ត្រីកោណនឹងដែរទន្ទឹមនេះខ្ញុំនឹងសមាភិករដ្ឋមន្ត្រីឡាវវៀតណាមបានបដិញ្ញាបន្តពង្រឹងហើយនឹងធ្វើសេចក្តីសហប្រតិបត្តិការទូលំទូលាយសម្រាប់តំបន់ត្រីកោណនេះកម្ពុជាឡាវវៀតណាមនឹងក្នុងក្របខ័ណ្ឌសហប្រតិបត្តិការផ្សេងៗក្នុងមហាអនុតំបន់ទន្លេមេគង្គជាពិសេសកិច្ចសហប្រតិបត្តិការមេគង្គជប៉ុនដែលជាសកម្មភាពរវាងជប៉ុននិងប្រទេសទន្លេមេគង្គបាទអាយដាមឆ្លងតាមកិច្ចប្រជុំ CLV លើកទី9នេះដែរថ្នាក់ដឹកនាំកម្ពុជានៃប្រទេសទាំង3បានប្រគល់ភារកិច្ចចំពោះមុខមួយចំនួនជូនដល់ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការអនុវត្តបន្តអាយដាមអាចជម្រាបបានទេភារកិច្ចទាំងអស់នោះមានអ្វីខ្លះដែរបាទខ្ញុំសូមអរគុណប្រកាសណាស់ឆ្លងតាមកិច្ចប្រជុំកម្ពុជាឡាវនិងវៀតណាមលើកទី9នេះប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាឡាវនិងវៀតណាមបានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មការសម្របសម្រួលចម្រុះនៃប្រទេសទាំង3បន្តធ្វើការអនុវត្តកែសម្រួលខ្លឹមសារអនុសារណៈសម្ដៅបង្កើតគោលនយោបាយលើកទឹកចិត្តពិសេសជាមួយបរិយាកាសតាក់ទាញសម្រាប់បម្រើការបណ្ដាក់ទុនបាទខ្ញុំបានជម្រាបមុនគឺថាបណ្ដាក់ទុនធ្វើពាណិជ្ជកម្មក្នុងតំបន់ត្រីកោណកម្ពុជាឡាវនិងវៀតណាមបន្ថែមពីលើនេះនាយករដ្ឋមន្ត្រីប្រទេសទាំង3ក៏បានប្រគល់ភារកិច្ចជូនគណៈកម្មការសម្រាប់សម្រួលចម្រុះនិងក្រសួងក៏ដូចជាស្ថាប័នពាក់ព័ន្ធក្នុងការធ្វើបច្ចុប្បន្នភាពគេហទំព័រតំបន់ត្រីកោណកម្ពុជាឡាវនិងវៀតណាមឲ្យបានទៀងទាត់បាទដើម្បីផ្ដល់នៅព័ត៌មានជូនវិនិយោគិននិងសាធារណជនទូទៅជាព័ត៌មានបាទចាអាយដាមក្រៅពីបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងបញ្ហាថវិកាតើក្រសួងពាណិជ្ជកម្មផ្ទាល់អត់មានបញ្ហាប្រឈមអីផ្សេងទៀតទេនៅក្នុងការរៀបចំកិច្ចប្រជុំទាំងអស់នេះដោយពាក់ព័ន្ធទៅនឹងធនធានមនុស្សផ្នែកនៅកម្ពុជាយើងឬក៏បញ្ហាអីផ្សេងទៀតជាដើមបាទដូចយើងដឹងស្រាប់ហើយប្រទេសកម្ពុជាជាប្រទេសនៃអភិវឌ្ឍតិចតួចនៅឡើយដូច្នេះបញ្ហាប្រឈមតែងតែមានហើយជាពិសេសនៅតំបន់ដែលយើងខំចង់ឲ្យមានតុល្យភាពនៃវឌ្ឍនភាពដូចយើងឃើញតំបន់ត្រីកោណជាតំបន់ដែលមិនទាន់បានចម្រើនជាងគេទេបើប្រៀបធៀបនៅតំបន់ប្រជុំជនដូចជាភ្នំពេញសៀមរាបបាត់ដំបងជាដើមដូច្នេះបញ្ហាប្រឈមច្រើនខ្ញុំបានជម្រាបហើយរឿងអីបានតំបន់ធ្វើយើងទៅចែកពីតំបន់ត្រីកោណហើយយើងមកធ្វើនៅសៀមរាបបាទពីព្រោះហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ត្រីកោណមិនទាន់គ្រប់គ្រាន់នឹងទទួលនេះជាបញ្ហាប្រឈមមួយមិនទាន់គ្រប់គ្រាន់ទទួលការប្រជុំកំពូលនៅឡើយទេប៉ុន្តែជាកិច្ចការមួយល្អដែរដែលយើងយកទីក្រុងសៀមរាបជាគំរូបានអញ្ជើញអភិបាលខេត្តនៃខេត្តនៅក្នុងតំបន់ត្រីកោណហ្នឹងទាំង3ប្រទេសហ្នឹងឲ្យលោកមកមើលតើការអភិវឌ្ឍប្រទេសនិងការអភិវឌ្ឍទីក្រុងសៀមរាបរបៀបម៉េចខ្លះបាទនេះជាគំរូដើម្បីការផ្លាស់ប្ដូរនៅការចំណេះចេះដឹងរវាងអភិបាលខេត្តក៏ដូចជាអ្នកដែលនៅក្នុងតំបន់ត្រីកោណដែលលោករស់នៅប្រកបអាជីវកម្មនៅក្នុងតំបន់ត្រីកោណអាដាមពាក់ព័ន្ធជាមួយនឹងផែនការក្រោយកិច្ចប្រជុំកំពូលតើក្រសួងពាណិជ្ជកម្មនឹងត្រៀមធ្វើកិច្ចការអ្វីបន្តទៀតដើម្បីពន្លឿនដំណើរការសម្រួលពាណិជ្ជកម្មនិងវិនិយោគនៅក្នុងតំបន់ត្រីកោណនេះបាទខ្ញុំដោយសារយើងបានបញ្ចប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មសម្រាប់តំបន់ត្រីកោណនេះនៅកម្ពុជាឡាវវៀតណាមបាទផែនការចំពោះមុខសម្រាប់ក្រសួងពាណិជ្ជកម្មគឺត្រូវបន្តសហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវនិងឧស្សាហកម្មពាណិជ្ជកម្មវៀតណាមព្រមទាំងភាគីពាក់ព័ន្ធដើម្បីអនុវត្តព្រមព្រៀងដែលមានជាធរមាននេះបាទក្រសួងពាណិជ្ជកម្មនិងសហការជាមួយភាគីឡាវនិងវៀតណាមដើម្បីបង្កើតក្រុមការងារបន្តកិច្ចការមួយចំនួនដែលមានសមាជិកភាពពីតំណាងនានារបស់ប្រទេសទាំង3បាទសម្ដៅការរៀបចំព្រៀងនិងបញ្ចប់ផែនការមេនិងហើយនឹងមានការរៀបចំនៅការអភិវឌ្ឍផែនការតំបន់
ផែនការទេសចរអភិវឌ្ឍទេសចរសម្រាប់តំបន់ត្រីកោណកម្ពុជាឡានវៀតណាមដែរដើម្បីជូនថ្នាក់ដឹកនាំកម្ពុជានៅលើកទី10បាទដើម្បីពិចារណានិងអនុម័តលើសពីនេះទៀតក្រសួងពាណិជ្ជកម្មក៏បានបន្តសហការជាមួយស្ថាប័ននិងភាគីពាក់ព័ន្ធថ្នាក់ជាតិដើម្បីអនុវត្តសកម្មភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្ដែងដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ជាអតិបរមាជូនដល់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅខេត្តទាំង4ណាតំបន់ត្រីកោណនោះគឺខេត្តកោះចេះស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីព្រមទាំងរៀបចំគម្រោងអតិភិបរបស់ខ្លួនដើម្បីដាក់ជូនប្រទេសជប៉ុននិងដៃគូអភិវឌ្ឍព្រមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដើម្បីទទួលបានការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុហើយនៅទន្ទឹមនេះទៀតក្នុងនាមក្រសួងពាណិជ្ជកម្មក៏ខ្ញុំសូមអំពាវនាវបាទដល់បងប្អូនដែលរស់នៅក្នុងខេត្តទាំង4សូមខិតខំប្រឹងប្រែងយ៉ាងម៉េចឲ្យអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួននិងការលើកកម្ពស់ផលិតកម្មបាទហើយចូលរួមថែរក្សាឲ្យបាននៅរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលបានកសាងដូចជាសាលារៀនផ្លូវថ្នល់ស្ពានបរិស្ថាននិងធនធានធម្មជាតិដែលជាសហគ្រាសពលធំធេងសម្រាប់បម្រើឲ្យវិស័យទេសចរយើងធម្មជាតិរបស់យើងចាអាដាមមានអ្វីចង់បន្ថែមទៀតទេនៅចុងបញ្ចប់នេះខ្ញុំជឿថាការកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឡាវវៀតណាមនេះធ្វើឲ្យយើងទៅជាបងប្អូនដែលស្គាល់គ្នាយ៉ាងពិតដើម្បីធ្វើការជាមួយគ្នាដែលជាប្រទេសដែលយើងមានភាពស្រដៀងគ្នាភាពស្រដៀងគ្នាហើយនឹងការអភិវឌ្ឍក៏ត្រូវការទៅវិញទៅមកដើម្បីជំរុញការអភិវឌ្ឍនឹងឲ្យមានតុល្យភាពក្នុងតំបន់បានន័យថាកម្ពុជាឡាវវៀតណាមហើយតំបន់ហ្នឹងវាតំបន់នៅទាបជាងគេដើម្បីឲ្យបានមានតុល្យភាពនៅក្នុងប្រទេសកម្ពុជាឡាវនិងវៀតណាមផងហើយក្នុងតំបន់ក្នុងអាស៊ានផងនេះជាកិច្ចប្រជុំដែលដើមឡើយជាការព្រួយផ្ដើមរបស់សម្ដេចតេជោហ៊ុនសែនលោកយល់ថាជាកិច្ចការមួយដែលយើងត្រូវតែជួបគ្នាដើម្បីដោះស្រាយនៅបញ្ហារួមបញ្ហារួមជាបញ្ហាពិសេសសម្រាប់តំបន់យើងតែខ្ញុំយល់ថាជាកិច្ចប្រជុំមួយដ៏មានតម្លៃហើយនឹងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងមូលចាសូមអរគុណច្រើនអាដាមចំពោះការផ្ដល់សម្ភាសយ៉ាងក្បោះក្បាយតេតិនទៅនឹងកិច្ចប្រជុំ CLV លើកទី9ស្ដីអំពីតំបន់ត្រីកោណអភិវឌ្ឍចាសូមអរគុណចំពោះការតាមដានទស្សនាពីកម្មវិធីសន្យាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលសូមអរគុណសូមជម្រាបលា